Cambodian Idol ព្រះជិតធរងជុំទី1ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហេតុសៀងភីវអ៊ីវសញ្ញាតាប៉េធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់ក្រុមមួយនេះវិញម្នាក់មកពីខេត្តព្រះសីហនុម្នាក់មកពីប៉ៃលិននិងពីរអ្នកទៀតមកពីរាជធានីភ្នំពេញពិតជានិស្ស័យទើបពួកគេអាចជួបគ្នាបានអូលោកញីឈ្មោះរងត្រនំធ្លាប់ទុំសុកសល់បើជាងប៉ុណ្ណឹងក៏អត់ឲ្យជាងដល់ទៀតដែរយកបត់មកវឹកហាត់ជាមួយគ្នាដំបូងមានអារម្មណ៍ថាពិបាកដោយសារអីវាខុសប្លែកពីវគ្គមុនណាខ្ញុំជឿជាក់ខ្លាំងមែនតើនៅក្នុងមួយបត់នេះដោយសារឥឡូវទាំង4នាក់ដូចជាបងប្អូនខ្ញុំមានអារម្មណ៍ថាខ្ញុំហត់នឿយខ្លះៗដែរប៉ុន្តែការហត់នឿយរបស់ខ្ញុំនេះគឺខ្ញុំរំភើបហើយខ្ញុំនឹងបន្តការធ្វើរួមគ្នាជាមួយនឹងក្រុមរបស់ខ្ញុំ4នាក់នេះឲ្យបានល្អជាទីបំផុតហេបានញីទុកឈ្មោលឲ្យរួចចង់អ៊ីដេចមិនពីខៀនទាំងគូទៅគាត់បាយខ្ញុំសិនមិនច្រើនក្រុមរបស់ខ្ញុំគឺសមស៊ីគ្នាល្អណាស់បងប្រុសដូចគ្នាអញ្ចឹងណាជូនពរជោគជ័យណាសំណាងល្អទាំងអស់គ្នាសូមចេញអូនស្ដីបាទស្ដីបងអ្នកណាជាប្រធានក្រុមខ្ញុំបងអញ្ចឹងក្នុងរយៈពេល24ម៉ោងតិចមែនតើតើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនអ្វីខ្លះពួកខ្ញុំបានត្រៀមខ្លួនជាមួយនឹងការហាត់សមក្នុងបទចម្រៀងមួយបទនេះឃើញថាដំបូងឡើយដូចជាមានបញ្ហាខ្លះៗដោយសារតែបញ្ហារឿងចែកប្រូលគ្នាជាងខុសប្លែកពីវគ្គមុនជាងហើយពិបាកច្រើនប៉ុន្តែរយៈពេល24ម៉ោងដែលពួកខ្ញុំបានពិភាក្សាគ្នាផ្ដល់យោបល់រវាងគ្នានឹងគ្នាទៅវិញទៅមកឃើញថាបទចម្រៀងមួយបទនេះមានភាពរីកចម្រើននិងល្អជាងមុនច្រើនអញ្ចឹងចុះសម្រាប់កូនក្រុម3នាក់ទៀតតើឯកភាពជាមួយនឹងបទចម្រៀងមួយបទនេះលេខមេក្រុមអត់បាទឯកភាពទាំងអស់គ្នាពេញចិត្តនឹងច្រៀងណាបាទដូចគ្នាចុះសម្រាប់ការហាត់សមយល់ពីគ្នាហើយនៅថាធ្វើមិនខ្លះត្រូវធ្វើមិនខ្លះអីខ្លះប្រធានក្រុមបានប្រាប់យល់និយាយរួមគឺពួកខ្ញុំបានពិភាក្សាគ្នាអស់ហើយនៅមួយបទហ្នឹងគឺបដូរយោបល់គ្នាទៅវិញទៅមកហើយក៏យើងយល់ស្របបាននឹងឃ្លាវគ្គដែលយើងបានចែកគ្នាហ្នឹងក៏ដូចជាបានសាកសមជាមួយគ្នារហូតហើយឥឡូវនេះឃើញថាល្អបទចម្រៀងចំណងជើងអីដែរអូនចំណងជើងលលកញីឈ្មោលលលកញីឈ្មោលអរគុណចាប់ដើមអូនលោកញីឈ្មោលវាបូលហៅគ្នាព្រោះពេលសន្យាចិត្តចូលមកដល់វិលរកត្រនំធ្លាប់ទុំសុកសល់ផុតទុកអំពុលដែលយើងបានផ្ដល់ព្រាត់គ្នាកម្មកាចអាស្រូវរស់នៅពីថ្ងៃត្រូវព្រៀនចង់រៃដេញតាមប្រហាអូយយើងនេះរៀងប្រឹងព្រាត់ចោលគ្នាដែលយើងសច្ចាប្រាថ្នាសុំជួបក្រុមជីព្រះអើយមើលចុះព្រានមនុស្សព្រានសត្វលួចគេបំបត្តិផ្លាស់ប្ដូរគ្រប់ស្នៀតបាញ់ញីទុកឈ្មោលឲ្យរួចចង់អៀតដេចមិនពីខៀតទាំងគូទៅស្រនងស្រូវទុំច្រៀងសុំម្ចាំងស្រែជុំណូដើមខែរៀមបោស្រែកហៅធ្
លប់ស្ដាប់សូរសៀងចំរៀងស្រីពៅពីថ្ងៃនេះទៅពៅអើយបងនៅពួងបាយធ្វើបានល្អមែនតើទន្ទឹមនឹងភាពល្អក៏មានចំណុចខ្វះខាតដែរសម្រាប់ជីវ័នហើយនឹងនីមឃើញថាអ្នកទាំងពីរគុំក្រងសម្លេងខ្លួនឯងក៏ដូចជាចេះប្រើបច្ចេកទេសនៃការច្រៀងបានល្អនីមប្អូនប្រើអារម្មណ៍ទៅតាមបទយើងពីដើមណាសម្រាប់ជីវ័នគាត់ប្រើស្ទីលថ្មីមួយទៀតអញ្ចឹងគេថាអ្នកទាំងពីរសិតសឹងតែល្អអត់មានភាពខ្វះខាតទេសម្រាប់រ៉ាឃើញថាឥឡូវនេះគាត់មានការវិវត្តខ្លួនឯងបាត់អាសលេងផ្្លាត់របស់គាត់បាត់ហើយគាត់ចេះខ្ទប់សលេងផ្្លាត់របស់គាត់ហើយផ្ដើមនៅកតុយមួយដែលល្អមែនតើនៅពេលដែលចុងបញ្ចប់នៃប្រូចម្រៀងមួយបាទអរគុណសម្រាប់សៃបងមើលឃើញអូនហាក់ដូចជាភាំងសងល់សងាត់យល់ថាបទចម្រៀងមួយបទហ្នឹងវាដាក់មនុស្សចេតនាកំសត់ទេតែអារម្មណ៍ហើយនឹងសម្លេងរបស់យើងកុំកំសត់ទៅតាមបទចម្រៀងមួយបទនោះមិនមែនថាអត់ឲ្យចេញមកកំសត់ទេកំសត់ដែរក៏ប៉ុន្តែកុំស្ទក់បងមានអារម្មណ៍ថាហាក់ដូចជាស្ទក់បន្តិចសម្រាប់សៃអញ្ចឹងធ្វើឲ្យបទចម្រៀងមួយបទហ្នឹងវាមិនត្រឹមតែកំសត់ទេតែពេលដែលបងច្រៀងអញ្ចឹងទៀតវាទៅជាស្ទក់អរគុណបាទពិសេសសម្លេងរបស់អូនបានល្អបងស្ដាប់វគ្គ2គឺបានល្អបងពេញចិត្តសម្លេងហ្នឹងបាទហើយសម្រាប់នឹងប្អូននីមសម្លេងប្អូនខ្លាំងល្អហើយច្រៀងទៅហាក់ដូចជាមានភាពទុកចិត្តខ្លួនឯងប្អូនធ្វើបានល្អថ្ងៃនេះហើយនឹងជីវ័នសម្លេងប្អូនដូចវាមានខ្លាំងមានខ្សោយប្អូនចេះប្រើសម្លេងមួយទៀតបាទពុតរ៉ាគឺប្អូនធ្វើទៅគឺសម្លេងក៏បានល្អក៏ប៉ុន្តែយើងនៅខ្វះចំណុចបន្តិចបន្តួចដែលបងមើលទៅហាក់បីដូចជាវាមានបញ្ហាបន្តិចណាក៏ប៉ុន្តែអត់អីទេបងប្អូនជារួមទៅបងធ្វើបានល្អច្រើនដែរអរគុណបាទអរគុណច្រើនបាទអរគុណអរគុណសម្រាប់ខ្ញុំមើលទៅភាពស្ទាក់ស្ទើរពិសីមានបន្តិចនៅពេលចាប់ដើមដូចបន្តពីបងមិនអញ្ចឹងប៉ុន្តែដល់ចាប់ពីកដាលទៅគឺទឹកដមសម្លេងល្អហ្មងបានន័យថាប្អូនមានសម្លេងដើមទុនពីកំណើតមកល្អផ្អែមសតុនចាហើយនីមមានសម្លេងខ្លាំងល្អអញ្ចឹងបើសិនជាឲ្យខ្ញុំនិយាយរួមទាំង4នាក់មានទឹកដមសម្លេងហើយច្រៀងមិញហ្នឹងគឺអត់មានកន្លែងផ្លាត់ក៏អត់មានកន្លែងស្ទើថាស្ទើឲ្យស្ដាប់មកឬសូភ្លាវឬក៏ស្ទើគឺ smooth ទៅតាមបទចម្រៀងមានសម្លេងព្រោះម្យ៉ាងម្នាក់ល្អទាំង4នាក់អរគុណចាសម្រាប់ខ្ញុំទោះបីជានីមនិងជីវ័នមានសម្លេងដែលលេចធ្លោក៏ដោយប៉ុន្តែ2នាក់ទៀតក៏កុំអស់សង្ឃឹមពីព្រោះយើងក៏មិនធម្មតាដែរដូចជាកញ្ញាគាត់និយាយអញ្ចឹងអ្នកទាំង4មានមួយបែបមករសជាតិម្នាក់ចំពោះខ្ញុំក៏គិតឃើញដូចគ្នាថាត្បិតតែជីវ័នហើយនឹងនីមមានសម្លេងមួយដែលខ្លាំងប៉ុន្តែរ៉ាហើយនឹងពិសីក៏អត់អន់ដែរអញ្ចឹងកុំសងល់សង្កាត់ពេកកុំអស់សង្ឃឹមណាភាពសងល់សង្កាត់របស់យើងគឺដូចបញ្ជាក់ថាយើងដូចមានភាពអស់សង្ឃឹមពីនេះប៉ុន្តែធាតុពិតយើងមិនអន់ទេក្នុងបទចម្រៀងមួយបទនេះបងចង់ឲ្យពិសីមើលទៅមានភាពក្លាហានកាលណាបើសិនជាយើងធ្វើទឹកមុខអញ្ចឹងទៅហាក់បីដូចជាយើងវាអត់មានភាពតាក់ទាញអីមួយបាទអត់មានចាពិសីសោចមកអូនបាទដូចបងនិយាយមកអញ្ចឹងថាយើងកុំមានអារម្មណ៍ថាស្ទក់សម្រាប់ខ្លួនឯងសម្លេងយើងមានហើយតែកុំស្ទក់ពេលបងនិយាយចឹងហើយទៀតកុំគិតថាខ្ញុំកាន់តែអន់ទៀតទេមិនមែនទេនេះគឺជាគ្រាន់តែប្រាប់ពីគុណវិបត្តិរបស់ពិសីចង់ឲ្យបងអូនកែណាហ្នឹងហើយបាទបងអរគុណចាអរគុណឥឡូវនេះជាពេលមួយឲ្យពួកបងអូនទាំង4នាក់សម្រាប់បន្តិចដើម្បីយកលទ្ធផលនៅពេលបន្តិចទៀតនេះអរគុណច្រៀងជាក្រុមតែលទ្ធផលរៀងខ្លួននរណាច្រៀងបានល្អជាងអ្នកនោះហើយត្រូវបន្តទៅមុខទៀត